Ronaldo និង Portugal ធ្វើបានល្អដូចគ្នាកាលពីយប់មិញបាទ Portugal ឈ្នះ 5-0 Ronaldo សុទ្ធ2គ្រាប់ញ៉ាំសាច់តែម្ដងបាទការប្រកួតយប់មិញអូខេបាទតាមដានកាលវិភាគបាទការប្រកួតបាល់ទាត់ World Cup ឆ្នាំ2026ជាមួយនឹង Admin នៅក្នុងយប់នេះបន្តទៀតថ្ងៃនេះបាទមកជាមួយនឹង fan Opa កូរ៉េបាទខ្លាសស៊ីបាទកូរ៉េខាងត្បូងចាញ់លេងទៀតហើយបាទចឹងយប់នេះបាទគឺមានការប្រកួតបាទចំនួនមិនមែន4ទេបងប្អូនបាទគឺ6ប្រកួតគឺជាប្រកួតចុងក្រោយបាទនៃវគ្គចែកពូលគេហៅថាប្រកួតទី3របស់ក្រុមនីមួយៗដែលមួយនៅក្នុងពូលគឺក្រុមទាំងអស់បាទគឺត្រូវប្រកួត3ប្រកួតឥឡូវនេះបាទចូលដល់ប្រកួតទី3ហើយបាទជាប្រកួតដែលសំខាន់ដែលមានតែប្រាប់បងប្អូនថា play game បាទក្រុមទាំងអស់គឺលេងកិច្ចគ្នាបាទនៅវគ្គខ្វែង42ក្រុមចុងក្រោយចឹងយប់នេះមិនមែន4ទេបាទគឺ6ប្រកួតបាទច្រើនណាស់ដែលមានពូល A បាទចេញលេងទាំង4ក្រុមពូល B ទាំង4ក្រុមពូល C ទាំង4ក្រុមបាទអញ្ចឹងគឺ6ប្រកួតបាទដែលមានដូចជាម៉ោង2រំលងអាត្រៀតបាទពូល B តតចេញមុនគេបាទគឺ Swiss បាទត្រូវប៉ះជាមួយនឹងម្ចាស់ផ្ទះកាណាដាហើយបូស្នីបាទត្រូវប៉ះបាទជាមួយនឹងក្រុមកាតាបាទនេះនៅក្នុងពូល B ចំណែកពូល C គឺដល់ទៀតហើយបាទគឺពូលប្រេស៊ីលហើយនឹងម៉ារ៉ុកបាទគឺវេលាម៉ោង5ទៀបភ្លឺម៉ារ៉ុកបាទត្រូវប៉ះជាមួយនឹងហៃទីហើយប្រេស៊ីលបាទត្រូវប៉ះជាមួយនឹងស្កុតឡែនបាទចំណែកឯពីប្រកួតចុងក្រោយបាទគឺនៅក្នុងពូល A បាទលេងម៉ោង8ព្រឹកបាទក្រុមអូប៉ាកូរ៉េបាទគឺកូរ៉េខាងត្បូងត្រូវប៉ះជាមួយនឹងអាហ្វ្រិកខាងត្បូងហើយមិចស៊ីកូបាទត្រូវប៉ះជាមួយនឹងឆេកបាទអញ្ចឹងលទ្ធផលយ៉ាងណាសម្រាប់បងប្អូនបាទអាចចូលរួមខមមិនបាទនៅក្នុងនេះបានហើយមានការទូទាត់ផងដែរបាទដូចរាល់ដងតែគ្រាន់រំលឹកបងប្អូនថាវគ្គចៃពូលជុំចុងក្រោយនេះគឺពិបាកលេងណាស់បាទពិបាកវិភាគណាស់ព្រោះអីក្រុមទាំងអស់ចាប់ផ្ដើមគិតគ្នាតែមានចង់បញ្ជាក់ថាលេខ1នៅក្នុងពូល A និងលេខ1នៅក្នុងពូល B គឺត្រូវប៉ះក្រុមលេខ3ល្អបាទមកពី5ពូលផ្សេងទៀតមានច្រើនពូលមានច្រើនជម្រើសបាទហើយលេខ1ពូល C បាទគឺពូលរបស់ប្រេស៊ីលនិងម៉ារ៉ុកហ្នឹងគឺត្រូវប៉ះបាទជាមួយនឹងក្រុមលេខ2មកពីពូល F ដែលមានជប៉ុនហូឡង់បាទឬក៏អាចជាស៊ុយអែតអីចឹងទៅបាទនេះគេរូបមន្តគេចងរួចជាស្រេចហើយអញ្ចឹងបាទឥឡូវមើលស្ដាប់ការវិភាគបាទរបស់មានជីវិតតសម្រាប់ពូល B បាទលេងមុនគេ Swiss បាទជាមួយនឹងកាណាដាបាទលេងម៉ោង2រំលងអាត្រៀតគូនេះអត់មានថាក្រុមទាំងពីរចាប់ដៃគ្នាឡើងហើយបាទ Swiss ក៏ឈ្នះកាណាដាក៏ឈ្នះប្រកួតទី2បាទមាន4ពិន្ទុដូចគ្នាបាទស្មើគ្នាបាទគឺឡើងតែម្ដងបាទចង់បូស្នីឈ្នះកាតាទៀតក៏មិនបញ្ហាដែរអញ្ចឹងយប់នេះអត់មានគិតថាកាឡូកាណាដាបាទគឺមិនអោយភ្លាត់ទេបាទហើយ Swiss បាទក៏ពិបាកបាទក្នុងគឺថាឈ្នះលើម្ចាស់ផ្ទះមានគេថាក្រុមទាំងពីរអត់មានគ្រាប់សុទ្ធទេបាទគឺ0ទល់នឹង0គេ play game បាទគូទី2បាទម៉ោង2ដែរបាទបូស្នីជាមួយនឹងកាតាបាទគូនេះម្នាក់មកបន្ទុបាទក្រុមណាឈ្នះក្រុមនឹងឡើងបាទប៉ុន្តែបើស្មើបាទគឺអាចនឹងធ្លាក់ទាំងពីរតែម្ដងព្រោះថាលេខ3ល្អបាទគឺมันអាចមាន2ពិន្ទុទេបាទចាប់ពី3ពិន្ទុឡើងអញ្ចឹងយប់នេះអត់មានការថាកាឡូដែលធ្ងន់ជាងគេគឺបូស្នីបាទបូស្នីនឹងអាចឈ្នះកាតាបាទដោយលទ្ធផល2ទល់នឹង0បាទឈានចូលដល់គូទី3បាទនៅក្នុងពូល D ពូល C បាទពូល C បាទលេងនៅវេលាម៉ោង5ទៀបភ្លឺបាទគឺម៉ារ៉ុកជាមួយនឹងហៃទីបាទនេះបាទម៉ារ៉ុកឡើងលេខ1បាទគឺអាចនឹងទៅប៉ះក្រុមខ្លាំងនៅពូ F បាទតែយ៉ាងណាម៉ារ៉ុកគឺអត់សម្ដែងទេបាទម៉ារ៉ុកគឺអត់សម្ដែងទេប៉ះហៃទីផងមានគេថាម៉ារ៉ុកនឹងឈ្នះយក3ពិន្ទុទៀតឡើងលេខ1តែម្ដងបាទអញ្ចឹងម៉ារ៉ុកបាទគឺនឹងឈ្នះបាទទៅលើហៃទីដោយលទ្ធផល2ទល់នឹង0មានវិភាគខ្លីៗបាទមកវីដេអូនេះវែងពេកព្រោះថាប្រមូលព័ត៌មានមកអស់ហើយបាទដល់ឡៃបាទមកគូទៀតគូទី4បាទគូក្នុងពូល C ដែរបាទម៉ោង5រំលងអាត្រិតដូចគ្នាប្រេស៊ីលជាមួយនឹងស្កុតឡែនគូនេះប្រេស៊ីលអត់ទាន់កក់ក្ដៅណាបងប្អូនបាទហើយស្កុតឡែនក៏នៅមានឱកាសច្រើនដែរស្កុតឡែន3ពិន្ទុប្រេស៊ីល4ពិន្ទុយប់នេះអត់មានថាមិនស្មើទេបាទសម្រាប់ក្រុមទាំងពីរទោះបីជាស្កុតឡែនប្រឹងបុកក៏ដោយស្កុតឡែន3ពិន្ទុតែអាចនឹងអ៊ុតលេខ3ល្អបាទកាត់អីដូចចាញ់តែសម្រាប់ប្រេស៊ីលអត់មានគិតថាមិនអោយស្មើទេបាទសម្រាប់យប់នេះគឺនឹងឈ្នះបាទទៅលើស្កុតឡែនបាទមានថាឈ្នះតិចគ្រាប់ទេតែលទ្ធផល2ទល់នឹង1បាទគឺប្រេស៊ីលឈ្នះគូទី5បាទនៅក្នុងពូល A បាទគឺមិចស៊ីកូជាមួយនឹងឆេកបាទគូនេះមានគេថា play game បាទសម្រាប់ក្រុមបាល់ទាត់មិចស៊ីកូឆេកបាទគឺមាន10ពិន្ទុបាទឈ្នះបាទគឺយកលេខ3ល្អបាទ4ពិន្ទុបាទដើម្បីឡើងទៅបន្តអញ្ចឹងយប់នេះព្រឹកនេះបាទមានគេថាឆេកបាទនឹងឈ្នះលើមិចស៊ីកូបាទបុកទៅបុកមកបាទគឺឆេកបាទនៅសុទ្ធមិចស៊ីកូបាន2គ្រាប់ឈ្នះលទ្ធផល2ទល់នឹង1គូចុងក្រោយបាទសម្រាប់កូរ៉េខាងត្បូងបាទក្រុមអូប៉ាបាទថ្ងៃនេះគ្រប់ត្រស៊ីគ្នាយើងហើយមានគេថាកូរ៉េបាទចាញ់មិចស៊ីកូបាទគឺមិនរឿងចម្លែកទេបាទហើយឈ្នះឆេក 2-1 បាទគឺដោយការពឹងទុកយប់នេះព្រឹកស្អែកបាទគឺ
anh Vin tha African tập bông mà mình đại cụ đó bà Korea tập bông thế bà Korea tập bông bà nâng bị bỏ bà trên này nó cụ tí bay trên này bà từ African tập bông nữa đây là tập họ pi tôn mùi bà Korea trên này Africa anh đang mình có tập làm một mình chẳng đi chỉ cả kết bọn biến sắp bóng ôn cho nó bà cầm mình trong video tổ này bối 200 ốt lọt phò một ngày sai ok bà chúc kia nơi video lời nói bye bye bạn